ព្រះដ៏មានតែមួយនិងគោលបំណងនៃជីវិតសូមស្រមៃមើលជួរថ្មជាច្រើនផាត់តាំងដកធ្ងន់ដែលកំពុងផុយលើគ្នាទៅវិញទៅមកហើយថ្មដែលនៅពីក្រោយវាផុយលើថ្មមួយផ្សេងទៀតផងដែរនោះថ្មទាំងអស់នឹងដួលរលំចុះដើម្បីរក្សាថ្មទាំងអស់ឲ្យនៅឈរបានទាល់តែមានឯមួយនៅខាងចុងគេបង្អស់ដែលមិនផុយលើអ្វីទាំងអស់ជាអ្វីដែលមានអានុភាពខ្លាំងគ្រប់គ្រាន់ដើម្បីរក្សាថ្មទាំងអស់ឲ្យនៅឈរបានទាល់តែមានឯមួយនៅខាងចុងគេបង្អស់ដែលមិនផុយលើអ្វីទាំងអស់ជាអ្វីដែលមានអានុភាពខ្លាំងគ្រប់គ្រាន់និងមិនអាស្រ័យលើអ្វីទាំងអស់ឡើយអ្វីទាំងអស់នៅក្នុងចក្រវាឡាគឺប្រៀបដូចជាថ្មទាំងអស់ដែរដូចជាថ្មនីមួយផុយលើថ្មផ្សេងទៀតដើម្បីអាចឈរនៅបានអ្វីទាំងអស់នៅក្នុងចក្រវាឡាត្រូវការពឹងអាស្រ័យលើវត្ថុជាច្រើនផ្សេងទៀតគ្រាន់តែដើម្បីមានវត្តមានអាហារពឹងផុយលើអ្វីទាំងអស់ទឹកភ្លៀងនិងព្រះអាទិត្យពឹងផុយលើច្បាប់រូបវិទ្យានៅគ្រប់ទីកន្លែងដែលអ្នកសម្លឹងមើលវត្ថុមួយពឹងអាស្រ័យលើវត្ថុជាច្រើនផ្សេងទៀតវិទ្យាសាស្ត្រពិពណ៌នាអំពីទំនាក់ទំនងនៃការផ្សារភ្ជាប់ទាំងនេះបានយ៉ាងល្អវាប្រាប់យើងពីរបៀបដែលរបស់មួយពឹងផុយលើរបស់មួយទៀតប៉ុន្តែវាមិនបានពន្យល់ពីមូលហេតុដែលនាំឲ្យជួរថ្មទាំងអស់នោះកំពុងតែឈរតាំងពីដំបូងឡើយវាមិនបានឆ្លើយនឹងសំណួរថាអ្វីដែលមានអានុភាពខ្លាំងគ្រប់គ្រាន់ដើម្បីទប់អ្វីទាំងអស់ឲ្យនៅនឹងដើម្បីយល់ពីរឿងនោះយើងត្រូវមើលឲ្យហួសពីកម្រងនៃវត្ថុដែលពឹងផុយលើគ្នាត្រូវតែមានម្ចាស់មួយអង្គដែលទប់អ្វីទាំងអស់ឲ្យនៅនឹងប៉ុន្តែមិនផុយហើយក៏មិនពឹងអាស្រ័យលើអ្វីផ្សេងទៀតឡើយម្ចាស់អង្គនោះដែលទប់អ្វីទាំងអស់ឲ្យនៅនឹងប៉ុន្តែមិនត្រូវបានទប់ដោយអ្វីផ្សេងទៀតនោះគឺជាអ្វីដែលយើងហៅថាព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិគោលបំណងនៃជីវិតដូចជាព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិបានបង្កើតយើងនិងអ្វីទាំងអស់នៅជុំវិញខ្លួនយើងឃើញថាអ្វីទាំងអស់មានគោលបំណងច្បាស់ឡើងព្រះអាទិត្យផ្ដល់កម្ដៅដល់ផែនដីនិងបំប្លែងទឹកទៅក្នុងបរិយាកាសបង្កើតបានជាពពកទឹកភ្លៀងពីពពកធ្វើឲ្យរុក្ខជាតិលូតលាស់រុក្ខជាតិនិងសត្វវ៉ាតផ្ដល់អាហារដល់មនុស្សគូមានអ្វីនៅក្នុងចក្រវាឡាមើលទៅដូចជាកើតឡើងដោយចៃដន្យឬគូមានគោលបំណងនោះទេនៅពេលដែលសូម្បីតែវត្ថុគូមានជីវិតក៏មានគោលបំណងសំណួរដ៏សមហេតុផលមួយបានកើតឡើងហេតុអ្វីបានជាព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិបង្កើតមនុស្សដែលច្បាស់ណាស់ថាមានកម្រិតបញ្ញានិងការយល់ដឹងខ្ពស់បំផុតដើម្បីឆ្លើយសំណួរនេះព្រះបានបញ្ជូនភក្ការីដើម្បីនាំយកសាររបស់ទ្រង់មកកាន់មនុស្សជាតិចាប់តាំងពីភក្ការីអាដាមនូអេអាប្រាហាំម៉ូសេដាវីតដេវីតសាឡូមោនយេស៊ូយីស៊ុសនិងយ៉ូហានរហូតដល់អ្នកនាំសារចុងក្រោយគឺភក្ការីមូហាម៉ាត់ដ៏ពិសេសសូមសន្តិភាពកើតមានដល់ពួកគាត់ទាំងអស់គ្នារាល់ភក្ការីទាំងអស់បានមកជាមួយនឹងសារដ៏ច្បាស់លាស់ដូចគ្នាព្រះបានបង្កើតមនុស្សមកដើម្បីគោរពសក្ការៈនិងគោរពតាមទ្រង់ហើយជីវិតក្នុងលោកីនេះគឺជាការសាកល្បងជាបន្តបន្ទាប់នៃការគោរពប្រងចំពោះព្រះរាល់ទង្វើពាក្យសម្ដីគំនិតនិងចេតនារបស់យើងត្រូវបានកត់ត្រាដោយពួកទេវតាពេលវេលានៃសេចក្ដីស្លាប់គឺជាពេលដែលការសាកល្បងបានចប់ហើយលទ្ធផលត្រូវបានបង្ហាញនិងទទួលបានជោគជ័យនៅក្នុងឋានសួគ៌ជារៀងរហូតអ្នកដែលមិនជឿនឹងបានបដិសេធព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិនិងរងការด่ากណ្ដឹងដែលអស់កលផលតើយើងដឹងថាភក្ការីបានមកដោយរបៀបណាពួកគាត់បានបន្សល់ទុកនៅគម្ពីរពិសេសដែលពួកគាត់បានទទួលពីព្រះគម្ពីរពិសេសទាំងអស់ត្រូវបានកែប្រែឲ្យខុសពីដើមតាមពេលវេលាលើកឡើងតែគម្ពីរអល់កុរអានដ៏ពិសេសដែលត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះរហូតមកដល់សព្វថ្ងៃនេះអស់រយៈពេលជាង1400ឆ្នាំមកហើយប៉ុន្តែតើយើងដឹងថាគម្ពីរកុរអានពិតជាមកពីព្រះចាមានមហិទ្ធិឫទ្ធិដោយរបៀបណាទោះគិតអំពីលក្ខណៈដែលចាំបាច់របស់ព្រះទ្រង់ត្រូវតែគ្មានការចាប់ផ្ដើម
និងគ្មានទីបញ្ចប់ដូច្នេះទ្រង់មិនអាចជាម្ចាស់ដែលមិនពឹងផ្អែកលើអ្វីផ្សេងទៀតនោះទេប្រសិនបើទ្រង់ឈប់មានវត្តមាននោះទ្រង់មិនអាចជាម្ចាស់ដែលអ្វីទាំងអស់ពឹងផ្អែកលើបានទេព្រោះទីបញ្ចប់របស់ទ្រង់មានន័យថាអ្វីផ្សេងទៀតក៏នឹងត្រូវដល់ទីបញ្ចប់ដែរដូច្នេះព្រះគឺគ្មានការចាប់ផ្ដើមនិងគ្មានទីបញ្ចប់ឡើយទ្រង់ត្រូវតែមានតែមួយប្រសិនបើមានអ្នកបង្កើតពីរណៈឆន្ទៈរបស់ម្នាក់និងកំណត់បំណាច់របស់ម្នាក់ទៀតហើយម្ចាស់ដែលមានដែនកំណត់មិនអាចជាព្រះបានទេប្រសិនបើអ្នកបង្កើតម្នាក់ចង់ឲ្យព្រះអាទិត្យរះហើយម្នាក់ទៀតចង់ឲ្យវាលិចនោះមានតែម្នាក់ទេដែលអាចសម្រេចបានអ្នកដែលបរាជ័យគឺគ្មានអំណាចមិនអាចជាព្រះដែលអ្វីទាំងអស់ពឹងផ្អែកលើនោះឡើយនិងចុងក្រោយទ្រង់មិនអាចមានលក្ខណៈដោយការបង្កើតរបស់ទ្រង់តាមរបៀបណាមួយឡើយប្រសិនបើទ្រង់ដោយការបង្កើតទ្រង់នឹងត្រូវការពឹងផ្អែកដោយពួកគេដែរហើយទ្រង់មិនអាចជាម្ចាស់ដែលមនុស្សគ្រប់គ្នាពឹងផ្អែកលើនោះទេឥឡូវនេះចូលសួរខ្លួនឯងថាក្នុងចំណោមព្រះទាំងអស់ដែលមនុស្សគោរពបូជាតើមួយណាដែលស័ក្តិសមនឹងលក្ខណៈវិនិច្ឆ័យសមហេតុផលទាំងនេះគឺព្រះដែលបានបញ្ចូលគម្ពីរអល់កុរអានដ៏ពិសេសនៅក្នុងចំពោះទី1ព្រះអល់ឡោះអូអល់ឡោះមានបន្ទោលថាចូលពោលថាទ្រង់គឺអល់ឡោះតែមួយគត់អល់ឡោះគឺជាទីពឹងពាក់ទ្រង់មិនបង្កើតបុត្រហើយក៏មិនត្រូវបានគេបង្កើតដែរហើយគ្មាននរណាម្នាក់ឬអ្វីមួយស្មើនឹងទ្រង់ឡើយព្រះតែមួយមិនត្រូវការអ្វីទាំងអស់អ្វីទាំងអស់ត្រូវការទ្រង់ដ៏គង់វង្សជារៀងរហូតមានកូនប្រុសកូនប្រអងខុសបលេខទាំងស្រុងពីការបង្កើតគម្ពីរគួរអានពីពណាអំពីព្រះយ៉ាងពិតប្រាកដដូចដែលតក្កវិទ្យាតម្រូវថាទ្រង់ត្រូវតែមានលក្ខណៈបែបនោះនេះមិនមែនជាការចៃដន្យទេនេះគឺជាផ្សព្វតាងដែលបញ្ជាក់ថាគម្ពីរអល់កុរអានដ៏ពិសេសពិតជាគម្ពីរដែលត្រូវបានបញ្ជូនមកដោយអ្នកបង្កើតចក្រវាឡគឺអល់ឡោះដ៏មានមហិទ្ធិឫទ្ធិការអញ្ជើញដូច្នេះយើងសូមអញ្ជើញអ្នកមកកាន់សាសនាអ៊ីស្លាមមកកាន់ការគោរពសក្ការៈចំពោះព្រះដ៏ពិតដែលបានបង្កើតបតៃមេកេផែនដីនិងអ្វីទាំងអស់ដែលមានដើម្បីចូលសាសនាអ៊ីស្លាមគូនជុំធ្វើសាក្ស៊ីថាខ្ញុំសូមធ្វើសាក្ស៊ីថាអល់ឡោះហើយខ្ញុំសូមធ្វើសាក្ស៊ីថាមូហាម៉ាត់គឺជាអ្នកសាររបស់អល់ឡោះអ៊ាស្ហាឌូអានឡាអ៊ីឡាហាអ៊ីឡាឡោះវ៉ាអ៊ាស្ហាឌូអានណាមូហាម៉ាដានរ៉ាស៊ូលឡោះប្រសិនបើយើងខុសអាណាខាតបង់ពេល3នាទីប្រសិនបើយើងត្រូវអាណានឹងបាត់បង់អ្វីទាំងអស់នៅក្នុងជីវិតក្រោយសេចក្ដីស្លាប់ដែលមិនចេះចប់ដែលបន្ទុកទេនៅភូមិព្រំពេញមានថ្វាទៅកាន់សុភមង្គលដ៏អស្ចារ្យបាកំពុងបើកចំហាយអ្នកនឹងដើរចូលដែរឬទេ